បាទសួស្តីថ្ងៃនេះខ្ញុំមកចែកម្លែកជាមួយនឹងការremove Telegram យើងចេញពី device ដែលយើងធ្លាប់ប្រើហើយយើងអត់បានសាច់ឲ្យចេញអញ្ចឹងវាក៏ជាបញ្ហាសម្រាប់អ្នកផ្សេងគាត់ចូលបើក Telegram វានឹងចូល Telegram យើងនៅពេលដែលគេបើកអញ្ចឹងណាអញ្ចឹងវាក៏ជារឿងអាកំបាំងយើងដែលមិនអាចឲ្យអ្នកផ្សេងដឹងក៏គេអាចដឹងបានដោយសារតែគេអាចចូលក្នុង Telegram របស់យើងអញ្ចឹងកន្លែងហ្នឹងក៏ជាកន្លែងសំខាន់មួយដែរដោយសារតែព័ត៌មានជាទូទៅសម្រាប់បុគ្គលិកឬក៏ប្រជាជនមួយចំនួនធំគឺគាត់ចូលចិត្តប្រើក្នុង Telegram ដើម្បីធ្វើការទំនាក់ទំនងគ្នាមួយទៀត Telegram ក៏វាមានភាពងាយស្រួលវាជាការទំនាក់ទំនងគ្នាយ៉ាងងាយស្រួលអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងធ្វើការបង្ហាញដំបូងចូលបើក Telegram របស់យើងបន្ទាប់មកខ្ញុំចូលទៅកាន់setting ចូលទៅកាន់ profile របស់យើងនេះកន្លែង Note 3នេះចុចកន្លែង Note 3ហ្នឹងហើយយើងអាចធ្វើបាននៅក្នុង computer ឬក៏ទូរស័ព្ទយើងអាចធ្វើបានដូចគ្នាfunction វាតែមួយទេបន្ទាប់យើងចូលកន្លែងហ្នឹងមកយើងចូលកន្លែងនេះ setting ចូលមកកាន់ setting ហើយនៅក្នុង setting នេះវាមាននេះវាដាក់រូបកូនសោវាដាក់វា privacy and security អញ្ចឹងយើងចូលទៅក្នុងហ្នឹងមកនៅក្នុងនេះខ្ញុំបានធ្វើវីដេអូទាក់ទងនឹងការដាក់ password ឬក៏ហើយក៏ដូចជាការ local passcode ខ្ញុំបានធ្វើវីដេអូនឹងរួចហើយឥឡូវនេះខ្ញុំធ្វើវីដេអូទាក់ទងនឹងការ remove Telegram យើងដែលយើងធ្លាប់បើកទៅលើ computer ឬក៏ទូរស័ព្ទអ្នកផ្សេងអញ្ចឹងណាឬក៏ទូរស័ព្ទយើងដែលយើងលក់ទៅយើងអត់បានសាញអាវចេញពីទូរស័ព្ទអញ្ចឹងនៅពេលដែលអ្នកផ្សេងក៏ទិញឬក៏អ្នកលក់ឬក៏អ្នកទិញហ្នឹងគាត់យកទូរស័ព្ទយើងបើក Telegram មាន Telegram យើងនៅក្នុងហ្នឹងអញ្ចឹងរឿងសម្ងាត់ដែលយើងលាក់អត់ឲ្យអ្នកផ្សេងឬក៏អ្នកដទៃដឹងគេអាចដឹងតាមរយៈនឹងបានអញ្ចឹងដើម្បីសុវត្ថិភាពរបស់យើងខ្ញុំធ្វើការបង្ហាញនេះវីដេអូនេះអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំចូលទៅក្នុងកន្លែងនេះsection កន្លែង section នៅក្នុងនេះបើសិនជា Telegram របស់យើងប្រើ computer ធ្លាប់បើកច្រើនវានឹង load មកខាងក្រោមនេះទៀតអញ្ចឹងណាហើយកន្លែង local នេះវាមានជាព័ត៌មានជាក់លាក់ឯកន្លែង local ភ្នំពេញនេះគាត់ជាការបង្ហាញហើយមិនច្បាស់លាស់មួយកន្លែងនេះតែជាក់ស្ដែងវាអត់ដូចអ្វីដែលនេះក៏កំណត់នៅលើហ្នឹងឯងទីតាំងអញ្ចឹងប៉ុន្តែតើតើនឹងឈ្មោះនឹង device នឹងនេះហ្នឹងវាជាក់លាក់ដូចខាងលើនេះខ្ញុំកំពុងតែប្រើប្រាស់នៅលើ computer Optiplex or OPR FF3 ហ្នឹងខ្ញុំនៅលើ Windows 10 14 bit អញ្ចឹង local នេះវាអត់ប្រកបទេហើយនេះជាខ្ញុំប្រើមួយទៀតនៅក្នុងទូរស័ព្ទរបស់ខ្ញុំអញ្ចឹងបើសិនជាយើងចង់ remove ចេញពីទូរស័ព្ទយើងចុចកន្លែងនេះចុចកន្លែងហ្នឹងមកវានឹង remove ចេញនេះពីឈ្មោះនេះពី iPhone 12 Pro Max វានឹង remove ឈ្មោះហ្នឹងវានឹង remove Telegram យើងចេញពីទូរស័ព្ទម៉ាកហ្នឹងតែខ្ញុំអត់ធ្វើការ remove ទេសារតែខ្ជិលលុបចូលវិញអញ្ចឹងណាអញ្ចឹងបើបងប្អូនអាចនេះបងប្អូនចុចកន្លែងនេះចុចកន្លែងterminate section ចុចកន្លែងហ្នឹងទៅវានឹងបាត់វានឹង remove Telegram យើងចេញពី device មួយហ្នឹងចេញពីទូរស័ព្ទមួយហ្នឹង
ចឹងតើតើនឹងការរីមូវមានតែប៉ុណ្្នឹងទេវាខ្លីទេប៉ុន្តែខ្ញុំនិយាយរៀងច្រើនតើតើនឹងការធ្វើវាប្រហែលជា1នាទីមិនដល់ប៉ុន្តែខ្ញុំនិយាយរៀបរាប់រៀងច្រើនបន្តិចចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើកន្លែងណាបងប្អូនមើលអត់ទាន់អីបងប្អូនអាច comment ហើយសួរបន្ថែមបានខ្ញុំនឹងឆ្លើយតបទៅវិញសូមអរគុណ